បាទឥឡូវនេះគឺជាវគ្គឆ្លើយឆ្លងជាមួយនឹងភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តទី1លោកបុត្រាជួបនឹងលោករតដែលប្រចាំការនៅខេត្តកោះចេះបាទជម្រាបសួរលោករតបាទលោកជម្រាបសួរលោកបុត្រានិងលោកសុខាព្រមទាំងទូទស្សនិកជនផងដែរបាទហើយព្រឹកនេះមានព័ត៌មានអ្វីដែរជម្រាបជូនដល់ទូទស្សនិកជនរបស់យើងបាទជ្រាបព្រឹកនេះខ្ញុំបានមានសេចក្តីរាយការណ៍មួយស្តីពីសកម្មកម្មសម្រាប់អង្គ6នាក់រងរបួសធ្ងន់ធ្ងរ21នាក់ក្នុងឧបទ្ទហេតុរលាប់ប្រជុំកែច្នៃគ្រឿងដឹកបំណងមីននៅស្រុកស្នួលបាទសូមអញ្ជើញបាទយ៉ាងម៉េចទៅបាទរឿងរ៉ាវនេះបាទយ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន6នាក់បានស្លាប់នៅនឹងកន្លែង17នាក់រងរបួសធ្ងន់និង4នាក់ទៀតរងរបួសស្រាលក្នុងឧបទ្ទហេតុប្រឡាប់រថយន្តកែច្នៃដឹកដំណងមីមួយគ្រឿងខណៈដែលជនរងគ្រោះសុទ្ធសឹងជាកម្មករដកដំណងមីបានជួបនៅហេតុការណ៍ដ៏រន្ធត់ពេលត្រឡប់ចេញពីចំការវិញបាទឧបទ្ទហេតុប្រឡាប់រថយន្តកែច្នៃដឹកដំណងមីដែលជួបនៅហេតុការណ៍ដ៏រន្ធត់នេះបានបង្កឲ្យមានជាសោកនាដកម្មមួយសម្រាប់កម្មករប្រុសស្រីនិងរបួសរណុករណែលដោយសារតែរថយន្តដឹកដំណងមីបានសង្កត់ពីលើនេះគឺបានកើតឡើងកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី20 ខែវិច្ឆិកាក្នុងព្រៃចំការមួយកន្លែងស្ថិតនៅចំណុចអូដំបងក្នុងភូមិត្រៀកឃុំស្រែចាស្រុកស្នួលខេត្តក្រចេះមានចម្ងាយប្រមាណជាង20 គីឡូម៉ែត្រពីផ្លូវជាតិបាទរថយន្តបង្កហេតុត្រូវបានគេដឹងថាជារថយន្តតែឆ្នៃចំណុះ5តោនមានផ្ទុកកម្មករប្រុសស្រីចំនួន30នាក់រួមទាំងអ្នកបើកបរផងនិងដំឡូងមីចំនួនជាង10តោនហើយអ្នកបើកបររថយន្តនេះត្រូវបានគេចខ្លួនបាត់ក្រោយពីកើតហេតុរួចភ្លាមបាទបន្ទាប់ពីកើតហេតុរួចភ្លាមនោះអាជ្ញាធរស្រុកស្រួលបានដឹកនាំដោយលោកគង់គំនីអភិបាលស្រុកដឹកនាំកម្លាំងនគរបាលជាច្រើនរូបចូលទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុដើម្បីចាត់ចែងលើការជួយសង្គ្រោះអ្នករងរបួសយកមកសង្គ្រោះមកដល់នៅមន្ទីរពេទ្យបង្ហាញស្រុកស្រួលបាទលោកឧត្តមសេនីយ៍ត្រីជួងសិង្ហស្នងការនគរបាលខេត្តកោះចេះនេះបានមានប្រសាសន៍ឲ្យដឹងថាមានកម្មករចំនួន6នាក់បានស្លាប់នៅនឹងកន្លែងក្នុងនោះស្រី4នាក់17នាក់ទៀតរងរបួសធ្ងន់និង4នាក់រងរបួសស្រាលហើយ2នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ក្នុងឧបទ្ទហេតុនេះចំណែកជនរងគ្រោះទាំងធ្ងន់រងរបួសធ្ងន់និងស្រាលគឺត្រូវនាំយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្ហាញស្រុកស្នួលលោកឧត្តមសេនីយ៍ស្នងការបានបន្តឲ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យមានឧបទ្ទហេតុប្រឡាប់រថយន្តនេះគឺបណ្ដាលមកពីរថយន្តដឹកធ្ងន់ហើយបើកចុះចំណោទចំផ្លូវកោងខ្លាំងនិងរថយន្តមានលឿនលឿនក៏រាជគោប្រឡាប់តែម្ដងបាទលោកគង់ទំនីអភិបាលស្រុកស្នួលបានឲ្យដឹងថាជនរងគ្រោះប្រុសស្រីទាំង6នាក់ដែលបានស្លាប់នោះគឺសិទ្ធិសឹងជាកម្មករមានទីលំនៅនៅភូមិគោឃុំក្រែកស្រុកពញាក្រែកខេត្តកំពង់ចាមរីឯសាកសពជនរងគ្រោះគឺត្រូវបានអាជ្ញាធរស្រុកចាត់ចែងដឹកជញ្ជូនតាមរថយន្តសមុយយកទៅកាន់លំនៅឋាននិសពរៀងៗខ្លួនដើម្បីក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីកាលពីម្សិលមិញនេះហើយបាទអរគុណលោករតបាទអរគុណសូមជម្រាបលាសេចក្តីរាយការណ៍របស់ខ្ញុំបាទសូមបញ្ចប់ប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទអរគុណជម្រាបលាធ្ងន់ធ្ងរមែនទេរឿងនេះខ្ញុំបានជួបមន្ត្រីនគរបាលដែលលោកជំនាញមួយលោកបានប្រាប់ថាជាពិសេសនៅពេលដែលចុះស្ពានមាននៅចំណោទឬក៏ចុះចំណោទមិនមែនស្ពានកាលណាយើងបើកលឿនកន្លែងហ្នឹងរថយន្តវាដាំក្បាលចុះហើយយើងលឿនទៀតគឺយើងសាងលេខគឺលេខអត់ចូលបានទេកាលណាលេខអត់ចូលចឹងអាហ្នឹងវាទៅលឿនហើយយើងខំប្រឹងចាប់ហ្វ្រាំងទី1គឺចាប់ក៏មិនងាយជាប់ហើយបើចាប់មិនស្រួលអាហ្វ្រាំងហ្នឹងអាចបែកប្រអប់ហើយបើហ្វ្រាំងយើងគឺថាយូរវាចាស់អាចដាច់ហ្វ្រាំងពីវហ្មងករណីនេះគឺមាននៅលើស្ពានមនីវង្សប្រហែលថ្ងៃមុនហ្នឹងបុកស្លាប់ម្ដាយកូនស្លាប់ហើយនៅសល់កូនតូចកំព្រានៅហ្នឹងទៅឥឡូវអញ្ចឹងហើយឥឡូវជនដែលបកហ្នឹងត្រូវបានខាងការិយាល័យចរាចរណ៍ជើងគោកផ្លូវគោកលោកបញ្ជូនទៅកាន់តុលាការលោកសម្រេចឃុំខ្លួនបណ្ដោះអាសន្នហើយបាទអរគុណឥឡូវយើងភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងារមួយរូបទៀតគឺនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យវិញបាទលោកសុខៈបាទលោកប៊ុនថនជំរាបសួរបាទជំរាបសួរលោកសុខៈនិងលោកបុត្រាបាទលោកប៊ុនថនមានអ្វីរាយការណ៍នៅព្រឹកនេះបាទខ្ញុំបានមានសេចក្តីរាយការណ៍មួយដែរលោកបាទអាវុធហត្ថបាទខាត់ខ្លួនជនសង្ស័យ2នាក់ពីបទកោះតូបអាជីវករលក់ដូរនៅផ្សារលង្គឺបាទយកអីវ៉ាន់សរុបអស់ទឹកប្រាក់$2,000បាទអូបាទសូមអញ្ជើញមើលតើកោះនឹងវាយ៉ាងម៉េចហើយបាទជនសង្ស័យ2នាក់ជាមុខសញ្ញាចោលលួចពេលរាត្រីត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបាទបានខាត់ខ្លួនកាលពីវេលាម៉ោង5 ល្ងាចថ្ងៃទី18 ខែវិច្ឆិកា 2013នៅភូមិក្បាលបាទជនសង្ស័យបាទរស់នៅក្នុងភូមិក្បាលស្ពានបាទក្រុងប៉ោយប៉ែតខេត្តសៀមរាបក្រោយពីធ្វើសកម្មភាព
កោះតូបអាជីវករម្នាក់លួចទៅវ៉ាន់អស់ជាច្រើនបានរួចក៏នាំគ្នារត់ទៅខ្លួនអស់រយៈពេល3ថ្ងៃបាទលោកហមមុត被បញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបាននិយាយឲ្យដឹងថានៅជនសង្ស័យទាំងពីរនាក់រួមមានឈ្មោះមួយឈ្មោះអៀមអូនបាទភេទប្រុសអាយុ34ឆ្នាំបច្ចុប្បន្នរស់នៅចំណុចបាទក្រោយផ្សាររាបាទភូមិប៉ោយប៉ែតសង្កាត់ក្រុងប៉ោយប៉ែតមានមុខរបរមិនពិតប្រាកដបាទពីឈ្មោះខឿនងាវភេទប្រុសអាយុ19ឆ្នាំបាទរស់នៅចំណុចដីសភូមិក្បាលស្ពានបាទសង្កាត់ក្រុងប៉ោយប៉ែតមានមុខរបរគ្មានមិនពិតប្រាកដបាទលោកហមមុតបានបញ្ជាក់ថាបាទការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើគឺធ្វើឡើងក្រោយពីជនរងគ្រោះម្នាក់ឈ្មោះមិត្តសុភាពបាទភេទប្រុសអាយុ31ឆ្នាំរស់នៅភូមិប៉ែឡៃបាទសង្កាត់ក្រុងប៉ោយប៉ែតបានលក់ដូរនៅផ្សារក្នុងគឺប្រទេសថៃហ្នឹងបានដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការអាវុធហត្ថក្នុងប៉ោយប៉ែតកាលពីយប់ថ្ងៃទី14ហ្នឹងបាទខែវិច្ឆិកា2013វេលាម៉ោង4ជិតភ្លឺមានចៅកោះតូបរបស់ខ្លួនបាទលួចយកផាអាវបាទចំនួនប្រមាណ600កំភ្លេសរុបជាទឹកប្រាក់ហ្នឹងប្រហែលជាបាទ60000 បាតស្មើនឹង$2000រួចក៏រត់ទៅខ្លួនអស់ក្រោយពីស្រាវជ្រាវបាទឈានដល់ការចាប់ខ្លួនជនសង្ស័យ2នាក់ហ្នឹងយកមកសួរនាំទើបដឹងថាពួកគេហ្នឹងគឺជាចៅលួចមែនបាទក្រោយពីការសាកសួរអ្នកទាំងពីរក៏ត្រូវបានអាវុធហត្ថហ្នឹងបាទកសាងសំណុំរឿងបាទបញ្ជូនទៅកាន់ទីបញ្ជាការក្នុងខេត្តបន្ទាយមានជ័យជាបន្តបាទហើយសូមបញ្ជាក់ផងដែរថាជាច្រើនឆ្នាំមកហើយប្រជាពលរដ្ឋខ្មែរដែលជាអាជីវកររាប់ម៉ឺននាក់បានទៅជួលតូបផ្សារលង្កើក្នុងទឹកដីថៃលក់ទំនិញគ្រប់ប្រភេទលោកបាទអរគុណលោកប៊ុនថនបាទអរគុណបាទជំរាបលាលោកទាំងពីរបាទជំរាបលាលោកបាទទូរទស្សនិកជនជាទីមេត្រីពាក់ព័ន្ធទៅនឹងករណីនេះគឺជាបទល្មើសលួចដែលមានចែងក្នុងក្រមព្រំប្រទានឆ្នាំ2009ហើយជាបទល្មើសដែលមិនជាក់ស្ដែងមានន័យថាបានបញ្ចប់សកម្មភាពកោះទម្លុះទម្លាយហើយ3ថ្ងៃក្រោយទើបមកសាកសួរហើយនឹងខាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តទៅទៀតបាទចំពោះបទល្មើសនេះគឺជាបទល្មើសដែលមានចែងក្នុងមាត្រា357គឺស្ថានទម្ងន់ទោសដោយសារតែប្រើអំពើហិង្សាការប្រើអំពើហិង្សាគឺការកោះទម្លុះទម្លាយនៅទ្វារប្រអួចអញ្ចាំងដើម្បីយកទ្រព្យសម្បត្តិនៅក្នុងនោះអាហ្នឹងគេចាត់ទុកថាលួចដោយមានស្ថានទម្ងន់ទោសដោយសារតែប្រព្រឹត្តអំពើហិង្សាដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារពី3ឆ្នាំរហូតដល់ទៅ10ឆ្នាំឯណោះបន្ទុកជូនតុលាការទេបាទខ្ញុំមិនអ្នកដាក់ទោសទេបាទធ្ងន់កហើយបាទអរគុណឥឡូវយើងបន្តយើងនេះមិនអាចបន្តទៅមុខទេសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ